កីឡាករកីឡាការិនីជឺជិតស៊ូកម្ពុជាបានត្រឡប់មកដល់មាតុប្រទេសវិញហើយដោយនាំយកមេដាយសរុប11គ្រឿងជូនកម្ពុជាពីការប្រកួតកីឡាជឺជិតស៊ូជើងឯកអាស៊ានអ៊ុយ21និងអាដាលនៅប្រទេសហ្សាក់ដានីលោក James Spur McIntosh គ្រូបង្វឹកជម្រើសជាតិជឺជិតស៊ូកម្ពុជាបានថ្លែងថាលទ្ធផលដែលទទួលបានពីការប្រកួតជើងឯកអាស៊ាននេះគឺជាជោគជ័យដ៏ល្អមួយលើសការរំពឹងទុកទៅទៀតព្រោះឆ្នាំមុនកម្ពុជាទទួលបានតែមេដាយសំរឹទ្ធខណៈឆ្នាំ2025នេះយើងដណ្ដើមបានទាំងមេដាយមាសមេដាយប្រាក់និងមេដាយសំរឹទ្ធលោកសង្ឃឹមថាលទ្ធផលនេះគឺជាសញ្ញាវិជ្ជមានមួយដ៏ល្អក្នុងការប្រជែងដណ្ដើមបានមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី33នៅប្រទេសថៃនាអំឡុងខែធ្នូឆ្នាំ2025ខាងមុខនេះ Yeah, so compared to last បើប្រៀបធៀបជាមួយឆ្នាំមុនឆ្នាំនេះយើងបានលទ្ធផលប្រសើរខ្លាំងហើយបើនិយាយថងទៅគឺជាប្រសើរជាងអ្វីដែលយើងអាចប៉ាន់ស្មានទៀតបាទព្រោះឆ្នាំទៅដោយបងបញ្ជាក់អញ្ចឹងយើងបានតែមេដាយសម្រិត5ទេដល់លើបានទាំងប្រាក់ទាំងមាសទៀតគឺជាយើងអស្ចារ្យមែនទែនបាទហើយយើងសប្បាយចិត្តនឹងបានទទួលជ័យលាភីនេះហើយដោយសារយើងបានទទួលជ័យលាភីនេះក្នុងថ្នាក់អាស៊ីអញ្ចឹងហើយក្នុងអាស៊ីហ្នឹងវាមានប្រទេសច្រើនជាងប្រទេសស៊ីហ្គេមទៀតប្រទេសអាស៊ីគ្នាដល់អញ្ចឹងយើងមានក្តីសង្ឃឹមខ្លាំងជឿជាក់ទៅលើខ្លួនឯងច្រើនដែលថាយើងអាចទទួលបានជ័យលាភីរឹតច្រើនជាងនឹងទៀតបាទគោលដៅរបស់សហព័ន្ធក៏ដូចជាចាត់គ្រប់វិស័យរបស់សហព័ន្ធតាំងពីដើមឡើយគឺជាបដិបដាលtalent បាទគឺស្នាដៃតពលិកក្នុងស្រុកតែម្ដងបាទហើយដល់អញ្ចឹងទៅជ័យលាភីរបស់ដែលយើងបានទទួលក្នុងជើងឯកអាស៊ីនេះបង្ហាញពិតប្រាកដមែនថាស្នាដៃយើងចាក់គ្រប់វិស័យយើងបានកើតជាមានផែនការតែម្ដងបាទហើយតទៅមុខទៀតយើងនឹងព្យាយាមវឹកហាត់ហើយមិនធំថាចូលរួមប្រកួតទេប៉ុន្តែក៏រៀបចំការប្រកួតជាដើមទៅយើងអត់មានគិតថាយើង should have done very good ដែលធ្វើល្អជាងមុនទេយើងសប្បាយចិត្តមែនទែននៅលើលទ្ធផលយើងទាំងអស់នេះហើយអ្វីដែលចង់បញ្ជាក់ជាពិសេសមែនទែនគឺថាយើងបញ្ជូនទៅតែអត្តពលិកចំនួន6នាក់ឯងក្នុង6នាក់ហ្នឹងបានទទួលមេដាយទាំងអស់បាទ athletes, all 6 athletes brought back medals, so very proud. ដល់ឡែកកីឡាការិនីហេងស៊ីវហៀងដែលប្រជែងដណ្ដើមបានមេដាយមាសបានថ្លែងប្រាប់ទាំងសប្បាយចិត្តថាសមិទ្ធផលដែលទទួលបាននៅឆ្នាំនេះគឺនាងរំភើបខ្លាំងណាស់ព្រោះថាមុនដណ្ដើមបានមេដាយមាសគឺការប្រកួតមានការប្រជែងយ៉ាងស្វិតស្វាញនាងបដិញ្ញាចិត្តថានឹងខិតខំដុសខាត់សមត្ថភាពឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីឈានទៅដណ្ដើមមេដាយពិភពលោកនិងស៊ីហ្គេមជូនកម្ពុជាវាជាការភ្ញាក់ផ្អើលមួយហើយក៏ជាការសប្បាយខ្លាំងមួយបងព្រោះកម្មវិធីអេសៀននេះយើងចូលរួម3ដងទាំងលើកហ្នឹងហើយប៉ុន្តែខ្ញុំទៅទទួលបានមេដាយមាសលើកហ្នឹងហើយបងចាប្រកួតប្រជែងខ្លាំងបងព្រោះយើងគៀកមែនតើដែរបងមកតែយើងទទួលបានដូចពេលដែលប្រកួតហ្នឹងគឺជុំនោះខ្ញុំចាញ់គេដែរប៉ុន្តែខ្ញុំតាមមកយកមកវិញនៅជុំ semi final ដល់ពេលចឹងបានវាគៀកគ្នាខ្លាំងវាជាលទ្ធផលមួយដែលខ្ញុំអាចថាជាស្មារតីមួយទៀតដែលអាចជំរុញឲ្យខ្ញុំខំប្រឹងយកអាចទៅដណ្ដើមយកមេដាយពិភពលោកជំរុញទឹកចិត្តខ្ញុំដែរបងព្រោះមេដាយពិភពលោកយើងអាចថាពិបាកយកទីព្រោះមានប្រទេសច្រើនក្នុងការចូលរួមអញ្ចឹងប៉ុន្តែនៅពេលដែលទទួលបានមេដាយនេះហើយអាចនឹងជំរុញទឹកចិត្តខ្ញុំឲ្យខំប្រឹងហាត់ថែមដល់ខាត់សមត្ថភាពខ្ញុំថាខ្ញុំខ្វះកន្លែងណាអាចបន្ថែមកន្លែងហ្នឹងទៀតបងហើយក្នុងការប្រកួត World និង SEA Games ទៅខាងមុខខ្ញុំអាចនឹងព្យាយាមធ្វើអស់ពីសមត្ថភាពទៅដល់មុខមាត់ជនជាតិវិញបងកីឡាករកីឡាការិនីទាំង6រូបដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជឺជិតស៊ូជើងឯកអាស៊ីអ៊ុយ21និងអាដាលនៅប្រទេសហ្សាក់ដានីមានកីឡាករមឿនលឹមសុបញ្ញាកីឡាករគង់ម៉ូណាមីធរ៉ាកីឡាករទូចពីកក្កដាកីឡាការិនីទីនសវណ្ណបូកែវកីឡាការិនីហេងស៊ុយហៀងកីឡាការិនីគង់ម៉ូណាចេស៊ីកាការប្រកួតប្រព្រឹត្តទៅពីថ្ងៃទី20ដល់ថ្ងៃទី28ខែឧសភានាទីក្រុងអាមែនប្រទេសហ្សាក់ដានីជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយសរុបទាំងអស់11គ្រឿងដោយក្នុងនោះមានមេដាយមាស2គ្រឿងប្រាក់6គ្រឿងនិងសំរឹទ្ធ3គ្រឿង